បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយចង់ឲ្យបងប្អូនមើលអំពីការប៉ូលាម៉ូតូបែបការពារសទាបទឹកថ្នាំហ្នឹងបងប្អូនជាដំបូងយើងត្រូវលាងម៉ូតូសិនប៉ុន្តែខ្ញុំអត់បានថតឲ្យបងប្អូនមើលទេខ្ញុំច្រឡោះកន្លែងលាងចូលនេះយើងមកមើលទឹកថ្នាំដើមវាម្ដងថ្នាំដើមវាគឺស្នាមកូដច្រើនមែនទែនហើយធ្វើឲ្យពឿម៉ូតូយើងស្អាតម៉ូតូវាអត់ភ្លឺអត់រលោងទេមើលទៅវាគឺវាចាស់មើលទៅនិយាយឲ្យត្រង់ទៅគឺពឿថ្នាំវាចាស់បដ ாய் ហ្នឹងដូចបងប្អូនឃើញវីដេអូស្រេចហើយគឺវាចាស់មែនទែនពឿនេះវាស្អាតខ្លាំងអានេះចូលមកការងារយើងវិញអានេះខ្ញុំចាប់ផ្ដើមបិទស្គូតហើយការពារកន្លែងណាដែលមានកាវខ្ញុំបិទកាន់វាកុំឲ្យទឹកថ្នាំយើងទៅប៉ះកាវតែប៉ះកាវពើវាអាចจะឡើងពើសឬក៏ទឹកជាប់ទឹកថ្នាំមួយយើងបាច់មកជូតមកវិញឆ្ងាយទៀតយើងត្រូវតែការពារទុកមុនហើយខ្ញុំបិទជុំវិញអាតាណាដែលមានកាវគឺខ្ញុំបិទទាំងអស់អានេះក៏យើងបិទស្គូតរួចហើយយើងក៏មកត្រួតមើលមួយសារទៀតមកតើវានៅតាណាតាណីអត់ហើយឬក៏ស្គូតវាជាប់ល្អអត់ចឹងណាបងប្អូនយើងត្រូវមើលឲ្យមែនទេការងារនេះគឺដូចខ្ញុំប្រាប់តាំងពីវីដេអូមុនចឹងគឺវាละเอียดខ្លាំងណាស់ព្រោះយើងអត់មានធ្វើលេងសើចបានទេចំណុចបន្ទាប់ទៀតមកក៏យើងចាប់ផ្ដើមយកគ្រឿងមកខាត់ហើយអានេះខ្ញុំប្រើនឹងលេខ1ខ្ញុំប្រើទឹកថ្នាំគេហៅថា 3M ណាបើខ្មែរយើងគេហៅអាចហៅថា 3M ហើយការងារនេះយើងត្រូវតែចិត្តតិចអត់ចិត្តក្តៅបានទេព្រោះឲ្យពឿម៉ូតូនេះវាស្ដើងជាងពឿឡានបើយើងចិត្តក្តៅយើងអាចតែខាត់ខ្លាំងឬក៏យើងបើកលេខច្រើនដែរកម្លាំងម៉ាស៊ីនវាខ្លាំងវាអាចធ្វើឲ្យពឿម៉ូតូយើងឆេះបានឬក៏បែកសទាបខាងលើវាគេហៅថា lacquer វាយើងបែកមកយើងអាចថាមានបញ្ហាអាចទៅធ្វើថ្នាំថ្មីអីគេចឹងណាបងប្អូនដូច្នេះហើយយើងត្រូវប្រយ័ត្នឲ្យបានខ្ពស់កាន់តែប្រយ័ត្នយើងកាន់តែល្អយើងកុំប្រញាប់ឲ្យសោះបងប្អូនធ្វើវាមួយរឿយយើងចំណាយពេលច្រើនមែនតែការងារយើងចេញមកគឺវា smooth វាស្អាតវាមើលទៅវាចូលភ្នែកឲ្យនឹងសមនឹងតម្លៃដែលគេឲ្យយើងអត់មានយើងធ្វើយកតែលុយគេទេបងប្អូនកុំឃើញវីដេអូខ្ញុំទៅថាខ្ញុំចំណាយពេលតិចណាបងប្អូនខ្ញុំចំណាយពេលច្រើនណាស់នៅម៉ូតូនេះគឺទូម៉ូតូមួយនេះខ្ញុំចំណាយពេលកន្លះថ្ងៃជាងរឹមនឹងរួចចប់សពគ្រប់ឲ្យគេយើងធ្វើការងារអ្វីក៏ដោយឲ្យតែយើងតាំងចិត្តធ្វើយើងកុំលេងសើចនឹងការងារវាចេញមួយណាក៏វាស្អាតដែរហើយតែយើងចេញមកស្អាតការងារយើងស្អាតធ្វើដៃយើងល្អលុយខែយើងក៏វាអាចឡើងតាមនោះដែរបងប្អូនកុំគិតថាធ្វើអ្វីមួយធ្វើរួចតែពីដៃដើម្បីយកតែលុយគេអានោះវាជារឿងមួយដែរប៉ុន្តែខ្ញុំចង់ប្រាប់ថាយើងធ្វើអ្វីមួយក៏ដោយយើងធ្វើឲ្យប្រកបចេះឲ្យប្រកបលុយវានឹងដេញតាមយើងក្រោយទេជុំនិយាយរឿងលុយតោះយើងមកចំណុចបន្តទៀតអានេះយើងមកដល់លេខ2ហើយអានេះយើងប្រើនឹងទឹកថ្នាំ 3M ដែរតែយើងដូរលេខយើងដាក់លេខ2នេះវាធ្វើឲ្យម៉ូតូយើងលលោងហើយវានឹងបាត់ស្នាមមួយស្នាមបាយដែលយើងខាត់មុននោះដែរហើយយើងខាត់ដូចគ្នាខាត់អីសពចិត្តតិចដូចលេខ1ដូចគ្នាយើងខាត់ទូរឿយទូម្ដងបន្តិចអត់មានបញ្ញាប់បានទេដូចខ្ញុំប្រាប់តែពីដើមវីដេអូចឹងកុំបញ្ញាប់ឲ្យសោះព្រោះការងារនេះវាអត់បញ្ញាប់បានទេវាត្រូវការមនុស្សចិត្តតិចជាពិសេសម៉ូតូយើងនេះគឺកលោកលេនវាច្រើនអត់ដូចឡានទេយើងត្រូវតាណាដែលចូលរួចយើងចូលរួចបើយកល្អបើយើងមានគ្រឿងទូចវាកាន់តែល្អទេតែខ្ញុំអត់មានទេខ្ញុំអត់ប្រើទេគ្រឿងទូចវាយូរខ្ញុំប្រើគ្រឿងធំតែម្ដងចូលបានប៉ុណ្ណាខ្ញុំយកប៉ុណ្ណោះសល់ប៉ុន្មានយើងចាំមកឆ្នៃប្រឌិតខ្លួនឯងយើងយកកណាត់ដោះស្អីដោះក៏បានដែរឲ្យតែយើងធ្វើកើតឲ្យយើងជំនាញរបស់យើងចេះតែរោវាឲ្យឃើញទៅវានឹងស្អាតឯងទេហើយអាលេខ2នេះខ្ញុំក៏ប្រើពេលវេលាយូរដែរវាក្បែរតែលេខ1ដែរសរុបមកយើងប្រើពេលច្រើនម៉ោងដូចខ្ញុំប្រាប់ពីដើមវីដេអូគឺខ្ញុំធ្វើកន្លះថ្ងៃជាងមួយខណ្ឌនេះហើយបងប្អូនណាដែលចង់ប៉ូលាម៉ូតូអាចទាក់ទងមកខ្ញុំបានណាចាខ្ញុំដាក់លេខទូរស័ព្ទឲ្យឬក៏ឆាតមកខ្ញុំផ្ទាល់ក៏បានដែរបងប្អូនដែលនៅជិតខ្ញុំអាចរត់ទៅដល់កន្លែងឲ្យបានធ្វើនឹងកន្លែងបងប្អូនបានខ្ញុំធានាទឹកដៃឲ្យបើមិនស្អាតមិនយកលុយទេបើមិនថ្មីខ្ញុំអត់យកលុយបងប្អូនទេម៉ូតូកាន់តែចាស់ខ្ញុំកាន់តែចូលចិត្តធ្វើព្រោះម៉ូតូចាស់វាធ្វើស្រួលជាងម៉ូតូថ្មីម៉ូតូចាស់យើងធ្វើតែមួយផ្លេតឃើញថ្មីបាត់តែម៉ូតូថ្មីយើងធ្វើឯណាថ្មីជាងមុនវារៀងពិបាកដែរតែអត់ពិបាកសម្រាប់ខ្ញុំទេបងប្អូនក៏តាក់ទងមកគឺខ្ញុំដាក់ឲ្យមកស្អាតតម្លៃធូថោកទេខ្មែរគ្នាឯងខ្មែរស្រឡាញ់ខ្មែរបងប្អូនក៏លេខមកមើលការងារយើងក៏ខាត់រួចហើយអានេះខ្ញុំឲ្យបងប្អូនមើលទឹកថ្នាំមកជុំម៉ូតូថាពេលខាត់រួចវាភ្លឺរលោងប៉ុណ្ណាអានេះខ្នាតខ្ញុំអត់ទាន់បានលងទឹកថ្នាំទេអានេះវានៅលងទឹកថ្នាំមួយជៀនទៀតដើម្បីការពារសទាបទឹកថ្នាំយើងមើលទៅវាខុសប្លែកកាលពីយកមកដំបងឆ្ងាយទឹកថ្នាំវាចាប់ផ្ដើមចាញ់កលឿមកហើយចាប់ផ្ដើមចាញ់សម្រស់មកម្ដងតិចហើយអានេះយើងខាត់រួចយើងក៏ដើរបកស្គូតដែលយើងបិទណាបកចាញ់អស់ទៅពីយើងបកស្គូតចាញ់ឲ្យយើងមកភ្លុំខ្យល់ភ្លុំកតិចទឹកថ្នាំដែលយើងខាត់នោះអាចតែកើតជាកតិចធូលីទូចហើយយើងភ្លុំតាមជ្រុងតាមជ្រួយវាអស់តាមសក់តាមមុំដែលវាចូលអានេះគឺ logo យើងសំខាន់មែនទេយើងត្រូវភ្លុំវាចេញអស់យើងអត់បាច់យកទៅលាងទឹកដូចឡានទេបើមិនជាឡានគេហៅតែកតិចទឹកថ្នាំច្រើនយើងអាចយកទៅលាងតែនេះយើងគាត់តែភ្លុំមកបានហើយវគ្គបន្ទាប់ទៀតយើងក៏យកចូលឃ្លាំងរួចរាល់ហើយ
តោះយើងទៅជាហ៊ានបន្តទៀតអានេះយើងប្រើទឹកថ្នាំជូតវាមួយសាសិនជូតទឹកថ្នាំដែលយើងខាត់នោះឲ្យវាអស់ជាតិខ្លាញ់ជាតិប្រេងឲ្យអស់អត់ឲ្យនោះសល់ទេយើងប្រើជាមួយអ៊ីលកូហលនេះអ៊ីលកូហលយើងលាយទឹកអ៊ីលកូហលដាក់តាន់តិចមកយើងដាក់ទឹកឲ្យពេញដបមកបាញ់ជូតទឹកថ្នាំដែលយើងខាត់ឃើញណាកុំឲ្យមានជាតិចំអិលជាតិខ្លាញ់ដែលវាជាប់ណាអត់ឲ្យជាប់ទេបងប្អូនជូតវាអស់ពីនិតឲ្យស្អាតវិញម៉ូតូរបស់យើងពេលយើងគិតថាស្អាតហើយយើងចាប់ផ្ដើមមកលងទឹកថ្នាំការពារសត្វទាំងអស់គ្នាមកទៅមកទៀតក៏ដល់ទូអេរបស់យើងហើយនេះគឺទឹកថ្នាំការពារសត្វទឹកថ្នាំម៉ូតូយើងឲ្យនៅស្រស់ស្អាតថ្មីភ្លឺរលោងស្ទេបនេះវាអត់ពិបាកទេយើងគ្រាន់តែដាក់នឹងហ្វុងណាមួយយើងចាក់ទឹកថ្នាំចូលហើយយើងលាបវាសលាបរួចជូតលាបរួចជូតបងប្អូនបើសិនជាឃ្លាំងបងប្អូនម៉ាស៊ីនត្រជាក់ខ្លាំងយើងអាចទុកចូល5នាទីឬក៏10នាទីក៏បានដែរប៉ុន្តែកន្លែងខ្ញុំវាអាចតែក្តៅខ្ញុំអត់ទុកចូលបានទេស្ទេបនេះវាសំខាន់នៅលើយើងជូតធ្វើម៉េចយើងជូតឲ្យអស់ទឹកថ្នាំយើងជូតយើងក៏ត្រូវចាត់ត្រជាក់ដូចគ្នាជូតមួយកុំប្រទិនមើលវាអស់ដូចយើងខាត់ម្ដងម៉ាស៊ីនមើលវាឲ្យស្អាតមែនទែនរួចដល់ហើយកុំភ្លេចដើរមើលមកជុំទៀតដើម្បីឲ្យយើងប្រកាសចិត្តថាយើងជូតអស់ហើយការងារយើងក៏បានចប់ហើយនេះគឺវីដេអូពេលធ្វើរួចមើលទៅបងប្អូនវាឡើងរលោងខ្ចីញញដូចយើងទិញម៉ូតូថ្មីហើយគឺវាស្អាតមែនទែនបងប្អូនមើលទៅនេះវីដេអូស៊ីនខ្ញុំឲ្យអត់បានយកទៅដាក់ filter ឬក៏ effect អីទេអានេះគឺកាមេរ៉ាស៊ីនមើលទៅអង្កលម៉ូនេះមើលមិនយល់ដល់ពេលយើងធ្វើរួចមានណាម៉ូតូថ្មីសុំខ្មាស់បងប្អូនពឿវាចេញចាំងហើយស្នាមកូដយើងក៏លុបឲ្យអស់ហើយបងប្អូនណាដែលមានចំណាប់អារម្មណ៍ឬក៏ចង់ពូលាបែបការពារសត្វទឹកថ្នាំដូចម៉ូតូដែលខ្ញុំធ្វើនេះបងប្អូនកុំភ្លេចទាក់ទងមកខ្ញុំបានដូចខ្ញុំនិយាយពីពាក្យកដាលវីដេអូនេះឯងចាខ្ញុំដាក់លេខទូរស័ព្ទឲ្យឬក៏ឆាតមកខ្ញុំផ្ទាល់ក៏បាន Facebook នេះឯងឈ្មោះរៀមរួយបងប្អូន